ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងនៅឃុំកោះពីរស្រុកក្រូចឆ្មាត្រូវបង្ខំចិត្តរុះរើដោយសារការបាក់ច្រាំងទន្លេផ្លូវថ្នល់ជាច្រើនម៉ែត្រនិងដំណាំក្រូចថ្លុងជាច្រើនដើមត្រូវបានបាក់ស្រុតចូលក្នុងទន្លេខណៈមានលំនៅឋានប្រជាពលរដ្ឋជិត50គ្រួសារត្រូវបង្ខំចិត្តរុះរើនិងត្រៀមរុះរើបន្ថែមទៀតនៅក្នុងឃុំកោះពីរស្រុកក្រូចឆ្មាខេត្តត្បូងឃ្មុំលោកសយទូចអភិបាលស្រុកក្រូចឆ្មាបានឲ្យដឹងថាគិតត្រឹមថ្ងៃទី25ខែសីហាឆ្នាំ2026គ្រោះមហន្តរាយធម្មជាតិដែលបង្កដោយការបាក់ច្រាំងទន្លេបានបង្កឲ្យមានការខូចខាតផ្លូវបេតុងមួយខ្សែប្រវែង110ម៉ែត្រផ្ទះប្រជាពលរដ្ឋ30ខ្នងត្រូវបានរុះរើនិងត្រៀមរុះរើ26ខ្នងបន្ថែមទៀតក្នុងនោះប៉ះពាល់ដំណាំក្រូចថ្លុងនិងដំណាំផ្សេងៗរាប់រយដើមលោកអភិបាលស្រុករូបនេះបានបន្ថែមទៀតថាទីតាំងបាក់ច្រាំងទន្លេគឺស្ថិតនៅក្នុងភូមិ3ប៉ៃឃុំកោះពីរស្រុកក្រូចឆ្មាខេត្តត្បូងឃ្មុំខណៈមកដល់ពេលនេះមានប្រវែងប្រមាណ700ម៉ែត្រជម្រៅពី30ទៅ90ម៉ែត្រទន្ទឹមនេះដែរគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំនៅថ្ងៃទី25ខែសីហាឆ្នាំ2026ដឹកនាំដោយលោកវិជ្ជបណ្ឌិតកែវសវណ្ណៈប្រធានមន្ត្រីសុខាភិបាលនិងជាអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំបាននាំយកអំណោយសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាទៅប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិបាក់ច្រាំងទន្លេនិងប្រជាពលរដ្ឋងាយរងគ្រោះនៅឃុំកោះពីរស្រុកក្រូចឆ្មាខេត្តត្បូងឃ្មុំចំនួន63គ្រួសារ